បាទជំរាបសួរបងប្អូនឥឡូវយើងមកចូលទៅដល់មេរៀនទី2គឺ final consonant blends អញ្ចឹងពាក្យថា consonant blend បងប្អូនយល់ហើយណាមានន័យថាភ្ជួញជាអ្នកពីរដែលគេផ្សំចូលគ្នាហើយវាមានសម្លេងទាំងពីរក្នុងទីនេះគឺយើងនិយាយពី final consonant blend អញ្ចឹងមានន័យថាភ្ជួញជាអ្នកពីរផ្សំចូលគ្នាមានសម្លេងទាំងពីរដែលគេប្រើនៅខាងចុងពាក្យណាឬក៏ខាងចុងព្យាង្គបាទហើយវាមានសម្លេងទាំងពីរដែលសម្លេងទី1របស់វាគឺសម្រាប់ប្រកបដើម្បីបញ្ចប់ព្យាង្គហើយសម្លេងទី2របស់វាគឺគេប្រើដើម្បីបញ្ចេញសម្លេងនៅក្នុងព្យាង្គនោះបាទឥឡូវយើងមើលឧទាហរណ៍បងប្អូនបាទទី1គឺអក្សរ n និងអក្សរ d បាទ nd នៅខាងចុងពាក្យណាបងប្អូនបាទនៅខាងចុងពាក្យឧទាហរណ៍ពាក្យនេះ l n land បាទ an នេះ an ណាអញ្ចឹង l an land ឃើញទេអញ្ចឹងត្រឹម n នេះគឺយើងបញ្ចប់សម្លេងវាបានហើយបញ្ចប់សម្លេងក្នុងព្យាង្គនឹងបានហើយដែលឡែកគេថែម d នេះមកទៀតថែមមកធ្វើអីគឺដើម្បីឲ្យយើងបញ្ចេញសម្លេងនៅក្នុងពាក្យហ្នឹងបាទអញ្ចឹងយើងអានត្រឹមនេះមកអានថា land ធម្មតាមកបាទ land ហើយបូកដកនេះមកបាទអញ្ចឹងទៅជា land ចឹងណាបងប្អូនបាទចឹងហើយដែលយើងឃើញអក្សរ2នៅក្នុងចុងព្យាង្គហ្នឹងគឺគេអានចឹងបាទមួយទៀត b និង r បាទពីរនេះគឺមានពាក្យមានសម្លេងទាំងពីរ b និង r br អានេះគេហៅថា initial consonant blend ដែលយើងរៀនមេរៀនមុនណាបងប្អូនបាទ br an នេះ an អញ្ចឹង br an brand បាទប៉ុន្តែយើងអានថា brand បាទហើយដល់ឡែកគេថែម d នេះមកទៀតគឺដើម្បីបញ្ចេញសំលេងទៅជា brand យើងប្រែថាយីហោឬក៏ម៉ាកអូខេណាបាទនេះដូចគ្នាដែរបងប្អូនណា an hand បូក d មកទៅជា hand ប្រែថាដៃរបស់យើងណាបាទចូលដល់ទី2បងប្អូនណាទី2គឺអក្សរ n និង t នេះគឺពេញនិយមមែនតើបងប្អូនសម្បូរពាក្យដែលមានអក្សរ n t នៅខាងចុងបាទអញ្ចឹងជបងប្អូនចំណាំថាយើងប្រកបត្រឹមតែសម្លេង n នេះទេតែឡែកអក្សរសម្លេង t នេះគឺគេដាក់មកដើម្បីឲ្យយើងបញ្ចេញសម្លេងណាបាទទីពីនេះ com យើងអានថា com comment បាទ comment ប៉ុណ្ណឹងណាទៅសល់ t នេះអញ្ចឹងធ្វើម៉េច t ហ្នឹងគឺយើងបញ្ចេញសម្លេងមក comment បាទ comment យើងបែរថាបញ្ចេញមតិបាទមួយទៀត បាទ u r soundអញ្ចឹង c sound current នៅសល់ t នេះគឺយើងបញ្ចេញសំឡេងទៅជា current បាទបែរថ្មីបាទតាមទៀតអានេះ r sound rent សល់ t នេះគឺបញ្ចេញសំឡេងមក rent ប្រែថាជួលបាទជួលក្នុងទីនេះគឺយើងសំដៅទៅលើការជួលផ្ទះជួលដីជួលឡានជួលរបស់របរបងណាបាទឡែកបងសម្រាប់ការជួលមនុស្សថាយើងជួលមនុស្សឲ្យមើលកូនយើងអញ្ចឹងណាអាហ្នឹងគេប្រើពាក្យ hire ផ្សេងណាបងប្អូនណាបាទ hire បាទផ្សេងចាបងប្អូនណា hire នេះ i r e sound hire អញ្ចឹង hire ប្រែថាជួលតែជួលមនុស្សណាអញ្ចឹងបំបែកពាក្យនេះឲ្យតិចណាបងបាទទី3បងប្អូនណាចូលមេរៀនយើងវិញទី3គឺអក្សរ st នេះក៏សម្បូរដែរបងប្អូនណាសម្បូរពាក្យដែលបញ្ចប់ដោយអក្សរ st នៅក្នុងចុងអញ្ចឹងបងប្អូនត្រូវចាំថាយើងប្រកបត្រឹមតែ s នេះទេបាទ st នេះគឺដើម្បីបញ្ចេញសំលេងណាបាទ test ណា test ណាT មកទៅជា test អូខេយើងប្រែថា test ធ្វើ test សមត្ថភាពសាកល្បងសមត្ថភាពឯណាបាទតាមទៀត tr បាទពីនេះ tr មានសម្លេងទាំងពីរនៅដើមជាងគេហៅថា initial consonant blend បាទបូក trust បាទបូក មកទៀតមក trust ប្រែថាទុកចិត្តបាទទុកចិត្តឬក៏ជានាមយើងប្រែថាទំនុកចិត្តណាបងបាទលបូក list បូក t មក list បាទអញ្ចឹងឲ្យធ្វើបងប្អូនមួយចំនួនគាត់ស្ដាប់មើលទៅអានអង់គ្លេសគេនិយាយអង់គ្លេសចេញខ្យល់តាមពិតខ្យល់មួយគឺពាក្យហ្នឹងឯងបាទសំឡេងអក្សរមួយហ្នឹងឯងណាបាទដល់នេះយើង list បែរថាបញ្ជី name list បញ្ជីឈ្មោះអញ្ចឹងទៅបាទចាទី4បងណាទី4គឺ m ហើយនិង p m និង p មានសម្លេង m មានប្រកបភ្ជាប់សម្លេងហើយ p យើងប្រកបសម្លេង p បាទទៅជាពាក្យនេះ st អានេះគេហៅគេបងចាំទេ st អានេះគេអានេះ st ដែរនៅក្នុងចុងព្យាង្គអានេះនៅដើមព្យាង្គនេះគេហៅ initial consonant blend ណា st បាទ st am sound am st am stamp បុក p មក p stamp យើងបែរតែមណាបាទ j ch a u a ch a m ចាំបាទ p jump បាទប្រែថា load អូខេ ta កន្លែងនេះគឺ am some ថែម p មក p បាទ thump បាទកន្លែងនេះមកចំណាំទៅ um គឺ am ហ្នឹងឯងបាទ um គឺ am am គឺ am បាទអញ្ចឹងមាន4ចំណុចហ្នឹងណាមេរៀនវីដេអូបន្តទៀតគឺខ្ញុំនឹងបញ្យល់បន្ថែមទៀតមកណាមានច្រើនទៀតហើយបើបងប្អូនមានសភៅនេះគឺបងប្អូនបើកទៅទំព័រទីនេះបងប្អូនណាទំព័រទី129ជាមេរៀនចុងក្រោយរបស់យើងហើយបងប្អូននឹងឃើញមេរៀននឹងទាំងអស់ហើយយើងមានច្រើនចំណុចទៀតណាដែលបងនៅក្នុងនេះយើងអាចអនុវត្តបានណាអូខេអញ្ចឹងបើបងប្អូនមានចម្ងល់ផ្សេងៗបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះឬក៏ឆាតមកសួរខ្ញុំផ្ទាល់បានណាអូខេអរគុណច្រើនបងប្អូន